បាទជំរាបសួរបាទនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្រៀនអំពីវេយ្យាករណ៍ទម្រង់កិរិយាសព្ទអ៊ឺសេយ៉ូដែលមានន័យជាភាសាខ្មែរបកប្រែថាសូមបាទអញ្ចឹងពាក្យថាសូមបាទភាសាខ្មែរគឺជាទម្រង់បញ្ជាឬក៏សំណូមពរបាទអញ្ចឹងសូមមើលខាងក្រោមគឺជាវេយ្យាករណ៍ដែលគេប្រើនៅខាងក្រោយកិរិយាសព្ទបាទខ្ញុំសេអកបូកស្រអែកនេះគឺសំដៅទៅលើកិរិយាសព្ទបាទថ្នាក់ពីកិរិយាសព្ទដើម្បីបង្ហាញពីការសំណូមពរឬក៏ការបញ្ជាបាទអញ្ចឹងមានន័យថាវេយ្យាករណ៍នេះគឺយើងអាចប្រើបានតែជាមួយនឹងថ្នាក់ពាក្យជាកិរិយាសព្ទតែមួយទេណាបាទអញ្ចឹងក្រៅពីកិរិយាសព្ទគឺយើងអាចប្រើបានទេណាបាទមិនមែនគ្រប់តែពាក្យយើងអាចភ្ជាប់ជាមួយវេយ្យាករណ៍នេះបានគឺអត់ទេគឺយើងអាចប្រើបានលុះត្រាតែពាក្យហ្នឹងស្ថិតក្នុងថ្នាក់ពាក្យជាកិរិយាសព្ទបាទអញ្ចឹងប្រើសម្រាប់ការសំណូមពរឬក៏ការបញ្ជាបាទតើសូមមើលខាងក្រោមនៅក្នុងការប្រើប្រាស់ដែលចំណុចដំបូងគេដាក់ថាកិរិយាសព្ទអត់ជើងឬក៏មានជើងរីអិលអញ្ចឹងកិរិយាសព្ទដែលអត់ជើងឬក៏មានជើងរីអិលបែបនេះបាទគឺគេឲ្យយើងប្រើនៅទម្រង់សេអូបាទមួយទៀតទម្រង់ទី2កិរិយាសព្ទដែលមានជើងយើងប្រើទម្រង់អ៊ឺសេយ៉ូបាទអញ្ចឹងនៅក្នុងទម្រង់លក្ខខណ្ឌនេះគឺវាបែងចែកជា2ទី1គឺលក្ខខណ្ឌអត់មានជើងឬក៏មានជើងរីអិលអញ្ចឹងមានថាអត់ជើងក៏ប្រើសេយ៉ូមានជើងរីអិលក៏ប្រើទម្រង់សេយ៉ូដែរតែទម្រង់ដែលមានជើងគឺប្រើអ៊ឺសេយ៉ូបាទអញ្ចឹងយើងចំណាំតាមលក្ខខណ្ឌ2នេះឲ្យច្បាស់មកគឺយើងអាចបំបែកពាក្យជាមួយនឹងទម្រង់វេយ្យាករណ៍សេអូឬក៏អ៊ឺសេអូដែលបកប្រែថាសូមនេះបានហើយដល់ភាគច្រើននោះគឺសិស្សពិបាកនៅក្នុងការបំបែកដោយអត់ចាំនៅលក្ខខណ្ឌនេះឯងបាទបើយើងចាំគឺយើងអាចយកពាក្យទៅផ្ទៀងផ្ទាត់ជាមួយនឹងវេយ្យាករណ៍យើងមកតើវាមានជើងឬក៏វាអត់ជើងបាទផ្ទៀងផ្ទាត់តាមលក្ខខណ្ឌវាមកអញ្ចឹងមើលតារាងនៃចំណុចមានចំណុចអត់ជើងឬក៏មានជើងរីអិលសិនបាទដែលមានពាក្យខាដាដែលបកប្រែថាទៅអញ្ចឹងដល់ពេលដែលប្រើប្រាស់សូមបញ្ជាក់ថាដាឬក៏ថានេះគឺត្រូវបានលុបចោលបន្ទាប់មកគឺយើងមើលអ្វីដែលនៅសល់ត្រឹមតែពាក្យខាប៉ុណ្ណេះតើវាមានជើងឬក៏វាអត់ជើងបាទអញ្ចឹងពាក្យនេះគឺអត់ជើងទេណាខាអត់ជើងទេអញ្ចឹងលក្ខខណ្ឌយើងអត់ជើងបាទគឺយើងបូកជាមួយសេអូនេះមកអញ្ចឹងយើងយកពាក្យខាបូកជាមួយវេយ្យាករណ៍សេអូនេះវាទៅជាខាសេអូបកប្រែថាសូមទៅអូដាមកលុបដាទៀតបាទសល់ត្រឹមតែអូអត់មានជើងទេអញ្ចឹងយើងបូកជាមួយទម្រង់សេអូមកអូសេអូសូមមកឈូដាហ្នឹងគឺបកប្រែថាឲ្យយើងលុបដាចេញបាទពាក្យនេះគឺអត់ជើងទេបាទអញ្ចឹងអត់ជើងយើងភ្ជាប់ជាមួយសេអូនេះមកបាទអញ្ចឹងទៅជាឈូសេអូបកប្រែសូមឲ្យម៉ាន់ទិលតាបកប្រែថាធ្វើម៉ាន់ទឺសេអូបាទអញ្ចឹងសម្រាប់ជើងរីអិលនេះគឺប្រើទម្រង់សេអូប្រើទម្រង់អត់ជើងប៉ុន្តែជើងរីអិលនៅពេលដែលប្រើជាមួយទម្រង់សេអូនេះណាដែលមានស៊ីអូតអញ្ចឹងរីអិលគឺត្រូវបានលុបចោលអញ្ចឹងវាទៅជាម៉ាន់ទឺសេអូអត់មានរីអិលទៀតទេណាបាទនេះគឺជាចំណុចដែលរីអិលប្រែប្រួលបាទសាល់តារស់នៅសាសេអូសូមរស់នៅអញ្ចឹងជើងរីអិលគឺត្រូវបានលុបចោលបាទឧនតុងអាដាហាត់កីឡាឧនតុងអាសេអូសូមហាត់កីឡាបន្ទាប់មកយើងមើលចំណុចដែលជាកិរិយាសព្ទដែលមានជើងយើងប្រើអ៊ឺសេអូនេះវិញម្ដងអ៊ីបតាពាក្យបាទលុបដាចេញនៅសល់ត្រឹមតែពាក្យថាអ៊ីបអញ្ចឹងវាមានជើងបាទអញ្ចឹងយើងបូកជាមួយទម្រង់អ៊ឺសេអូនេះមកអញ្ចឹងវាបានទៅជាអ៊ីពឺសេអូសូមពាក្យឆាត់តាស្វែងរកលុបដាចេញសល់ត្រឹមតែពាក្យឆាត់មានជើងណាបាទមានជើងអញ្ចឹងយើងប្រើជាមួយអ៊ឺសេអូមកឆាត់ជឺសេអូសូមស្វែងរកផាត់តាទទួលលុបដាចេញបូកជាមួយអ៊ឺសេអូបាទផាធឺសេអូសូមទទួលផតតាដោះផ
pot ស៊ឺសេអូសូមដោះបាទអញ្ចឹងពាក្យ pot តានេះគឺស្ថិតក្នុងទម្រង់ CO ដែល CO ជាជើងអត់ប្រែប្រួលបាទគឺនៅតែជា CO ដដែលណាបាទធឹកតាស្ដាប់លុបដាចេញសល់ត្រឹមតែពាក្យថាធឹកប៉ុណ្ណេះបូកជាមួយទម្រង់ CO នៅក្នុងជើងធីគឺនេះនៅពេលដែលប៉ះជាមួយស្រៈនេះអញ្ចឹងជើងធីគឺខាងក្រោមនេះត្រូវបានប្រែទៅជា real នេះប្រែទៅជា real នេះណាប្រែមកដោយសារតែប៉ះជាមួយស្រៈខាងក្រោមនេះ CO នេះអញ្ចឹងនៅពេលដែល T good សម្រាប់ពាក្យ theta នេះប៉ះជាមួយស្រៈគឺប្រែទៅជា real khota ដើរលុបដាចេញសល់ត្រឹមតែពាក្យ khot មានបញ្ចប់ដោយជើង T good បាទមានជើងគឺយើងប្រើទម្រង់ yo ប៉ុន្តែជើង T good របស់វានេះនៅពេលដែលភ្ជាប់ជាមួយទម្រង់ yo វេយ្យាករណ៍ yo អញ្ចឹងជើង T good នេះជើង T good នោះគឺប្រែទៅជា real វិញបាទជើង T good ហ្នឹងគឺប្រែទៅជា real វិញណាចំណុចប្រែប្រួលយើងចំណាំវាតាមលក្ខខណ្ឌវិញអញ្ចឹងមកណាបាទតាមពាក្យថា khota ទៅជា ខឬ seo បាទអញ្ចឹងបដូរពីជើង T good ទៅជា real បាទមិនថាតែទម្រង់ seo ទេបាទ aoyo ក៏ប្រែប្រួលដែរបាទ real ក៏yo ក៏ប្រែប្រួលដែរ aoso បាទ unika បាទក៏ប្រែប្រួលដូចគ្នា thata បិទលុបដាចេញបាទបូកជាមួយទម្រង់ seo ថា thu seo អញ្ចឹងនេះគឺមានជើង T good ដូចនឹងខាងលើដែរប៉ុន្តែវាអត់បានប្រែប្រួលទេណាបាទវាស្ថិតក្នុងទម្រង់ពាក្យដែលមិនប្រែប្រួលណានៅតែអក្សរ T good ដដែលអត់បានបដូរទៅជា real ដូចខាងលើទេបាទអញ្ចឹងយើងចំណាំតាមពាក្យនឹងមកណាបាទហើយវេយ្យាករណ៍របស់យើងទាំងទម្រង់ប្រែប្រួលនិងអត់ប្រែប្រួលក៏បានបញ្ចប់ណាបាទអញ្ចឹងសូមរំលឹកឡើងវិញពីវេយ្យាករណ៍នេះបាទត្រួសបាទគឺជាវេយ្យាករណ៍ទម្រង់កិរិយាសព្ទ seo បាទអញ្ចឹងអ្វីដែលយើងត្រូវស្គាល់ទី1តើវេយ្យាករណ៍នេះអាចប្រើបានជាមួយថ្នាក់ពាក្យអ្វីបានខ្លះយើងត្រូវសួរខ្លួនឯងណាហើយវេយ្យាករណ៍នោះតើមានបកប្រែជាភាសាខ្មែរហ្នឹងបកប្រែនៃបែបណាដែរគឺបកប្រែថាសូមអញ្ចឹងទម្រង់ហ្នឹងតើយើងប្រើប្រាស់តើទម្រង់បែបណាទៅយើងប្រើនៅទម្រង់សូមហ្នឹងបាទគឺជាទម្រង់បញ្ជាឬក៏សំណូមពរហើយនៅក្នុងលក្ខខណ្ឌនៃការភ្ជាប់រវាងពាក្យជាមួយវេយ្យាករណ៍តើភ្ជាប់យ៉ាងម៉េចបាទអញ្ចឹងមានថាភ្ជាប់ហ្នឹងគឺកិរិយាសព្ទអត់ជើងឬក៏មានជើង real គឺប្រើ seo បាទទម្រង់កិរិយាសព្ទមានជើងគឺប្រើ seo តែប៉ុណ្ណឹងមកគឺយើងអាចប្រើប្រាស់វេយ្យាករណ៍នេះបានតែសូមបញ្ជាក់ថាទម្រង់ seo នេះឬក៏ seo នេះគឺទី1គឺវាជាទម្រង់គួរសមដែលបកថាសូមហើយមួយទៀតគឺវាជាទម្រង់គួរសមខ្លាំងណាបាទចង់និយាយថាសូមនេះបញ្ជាមួយទៀតគួរសមខ្លាំងគឺវាប្រើសម្រាប់មនុស្សចាស់អញ្ចឹងដែលក្នុងចំណុចយើងប្រើជាមួយមនុស្សចាស់នោះគឺយើងអត់ពេលខ្លះអត់បកថាសូមទេណាបាទគ្រាន់តែជាទម្រង់ដែលបញ្ជាក់ថាជាពាក្យដែលយើងសំដៅទៅលើការនិយាយជាមួយមនុស្សចាស់ដែលគួរសមបាទទម្រង់ SEO នេះណាមួយទៀតអត់បកទេគឺវាជាទម្រង់ដែលគួរសមបាទហើយសម្រាប់វេយ្យាករណ៍នេះគឺបានដល់នៅទីបញ្ចប់ហើយប្រសិនបើសិស្សអត់យល់ឬក៏មានចម្ងល់ត្រង់ចំណុចណាមួយបាទសូម comment នៅខាងក្រោមនៃវីដេអូនេះបាទមិនថា Facebook page ឬក៏ YouTube channel បាទអាច comment សួរនៅក្រោមនឹងបានហើយមួយទៀតបើសិស្សចង់រៀនបង្កើតប្រយោគដោយប្រើទម្រង់ SEO ឬក៏ SEO អាចចូលរួមបង្កើតប្រយោគនៅខាងក្រោមវីដេអូខ្ញុំនេះបានខ្ញុំនឹងចូលកែរាល់ការបង្កើតប្រយោគរបស់សិស្សទាំងអស់គ្នាបាទហើយសម្រាប់សិស្សដែលចង់សិក្សាតាមប្រព័ន្ធអនឡាញមិនថាជាថ្នាក់វេយ្យាករណ៍ឬក៏ថ្នាក់រៀនអំពីវិញ្ញាសាប្រឡងបាទឬក៏ថ្នាក់សិភៅភាគ1និងភាគ2ទេគឺយើងមានទទួលបង្រៀនគ្រប់បាទកម្រិតចឹងសិស្សអាចចុះឈ្មោះបានដែលតម្លៃសិក្សាហ្នឹងគឺមួយខែត្រឹមតែ$10ទេណាបាទ$ហ្នឹងមិនមែនយើងយកពីសិស្សដោយផ្ញើវីដេអូឲ្យសិស្សមើលទេគឺបង្រៀនដោយផ្ទាល់បាទគឺអត់មានដូចខ្ញុំផុសវីដេអូអញ្ចឹងទេគឺសិស្សចូលរៀនគឺជាតាមរយៈការ call បាទអញ្ចឹងហើយគឺសិស្សមើលរូបភាពបានច្បាស់
មើលអក្សរបានច្បាស់ច្បាស់ហើយសិស្សអាចចូលរួមអានសួរបាទមានចម្ងល់អីគឺសួរបានភ្លាមណាបាទហើយមិនត្រឹមតែប៉ុណ្ណោះបាទសម្រាប់ការរៀននោះគឺនៅពេលដែលរៀនចប់យើងក៏មានជាវីដេអូ record ទុកឲ្យផ្ញើក្នុង Telegram ឲ្យបន្ថែមទៀតក្នុងចំណុចដែលសិស្សតាមអត់តាន់ឬក៏សរសេរអត់តាន់ឬក៏internet slow បន្តិចបន្តួចឬក៏ថ្ងៃខ្លះអាខានដែលមិនបានចូលរៀនហ្នឹងគឺអាចមើលនៅក្នុងនឹងឡើងវិញបានបាទហើយសម្រាប់វេយ្យាករណ៍នេះសិស្សចង់សិក្សាដោយខ្លួនឯងក៏បានដែលយើងមានលក់ជាសៀវភៅដែលមានកម្រងនៃការបកប្រែជាភាសាខ្មែរហើយស្រាប់បញ្យល់ច្បាស់ច្បាស់ងាយស្រួលយល់បាទសិស្សអាចតាក់ទងឆាតចូល page បានដែលយើងមានលក់ដែរណាបាទហើយ42វេយ្យាករណ៍គឺតម្លៃមួយក្បាលគឺ 25,000 រៀលតែប៉ុណ្ណោះបាទអរគុណច្រើនបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទ